សួរអ្នកគ្រូនិងបងប្អូនទាំងអស់គ្នាកូនឈ្មោះជាសលិតាមានអាយុ8ឆ្នាំក៏រៀននៅថ្នាក់ទី2កនៃសាលាមីគីវេគីឡូម៉ែត្រលេខ9ថ្ងៃនេះកូនមកអានមេរៀនថ្ងៃប្រហ័សទី4ខែមិថុនាគ្រិស្តសករាជឆ្នាំ2026គណិតវិទ្យាមេរៀនទី16ទិន្នន័យតលំហាត់មួយចំនួនគោលដែលបញ្ញានិងមិត្តរបស់បញ្ញាមានឈ្មោះចំនួនគោបញ្ញាមានគោ7ក្បាលរដ្ឋាមានគោ4ក្បាលរស្មីមានគោ6ក្បាលតារាមានគោ3ក្បាលតើអ្នកណាមានគោច្រើនជាងគេចំនួនប៉ុន្មានក្បាលតើអ្នកណាមានគោតិចជាងគេតើចំនួនគោសរុបទាំងអស់ប៉ុន្មានក្បាលចម្លើយអ្នកដែលមានគោច្រើនជាងគេគឺបញ្ញាមានចំនួន7ក្បាលអ្នកដែលមានគោតិចជាងគេគឺតារាចំនួន3ក្បាល3ចំនួនគោសរុបទាំងអស់មាន20ក្បាលជំរាបលាអ្នកគ្រូ